ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកបរៀនបងប្អូនទាំងអស់គ្នា verify account នៅ Invertizo បន្ទាប់ពីបងប្អូនបានបង្កើត account នៅ Invertizo ហើយបងប្អូននឹងចូលមកផ្ទាំងបែបនេះតែបើសិនជាបងប្អូនអត់ចូលផ្ទាំងបែបហ្នឹងទេបងប្អូនអាចចុចមកលើ account នេះកន្លែងខ្ញុំដាក់easy tag នេះអញ្ចឹងបងប្អូនចុចមកលើនឹងមកវានឹងចេញទម្រង់បែបនេះហើយបងប្អូនដើម្បីចូលទៅក្នុងការ verify account បានគឺបងប្អូនចូលមកក្នុងកន្លែងរូបមនុស្សខាងស្ដាំដៃខាងលើនេះនៅលើពាក្យ deposit នេះអញ្ចឹងបងប្អូនគ្រាន់តែចុចលើរូបមនុស្សហ្នឹងមកបងប្អូនត្រូវជ្រើសយកពាក្យ verification នេះណាមានហូបសញ្ញា tick នេះបងប្អូនចុចទៅលើ verification ហ្នឹងមកបងប្អូនអស់មកក្រោមបន្តិចនឹងឃើញពាក្យ3គឺ identification address ជាមួយនឹង email អញ្ចឹង identification នេះគឺជាការ verify ទៅលើអត្តសញ្ញាណប័ណ្ណរបស់បងប្អូនឬក៏ទៅលើប័ណ្ណបើកបរឬក៏ទៅលើ passport របស់បងប្អូនអញ្ចឹងដើម្បី verify បានបងប្អូនគ្រាន់តែចុចពាក្យ verify នឹងមកដោយសារតែនេះខ្ញុំបាន verify ហើយបានវា load ពណ៌ខៀវអញ្ចឹងបងប្អូនទាំងអស់គ្នាអត់ load ខៀវទេវានឹង loading សអញ្ចឹងយើងចុចលើនឹងមកបន្ទាប់ពីនឹងមកគឺយើងមានបំពេញឈ្មោះយើងអាចបើសិនជាឈ្មោះអ្នកទាំងអស់គ្នាខុសពីឈ្មោះ ABA ឬក៏ខុសឈ្មោះទៅលើអត្តសញ្ញាណប័ណ្ណបងប្អូនអាចកែនៅនឹងបានគឺយើងកែឈ្មោះកែនៅនឹងមកហើយថ្ងៃខែឆ្នាំកណ្ដាលឲ្យត្រូវជាមួយអត្តសញ្ញាណប័ណ្ណបន្ទាប់មកវានឹងឲ្យថតអត្តសញ្ញាណប័ណ្ណដើម្បី verify បន្ទាប់ពីនឹងទៀតគឺយើងចូលមកដល់ address ហ្នឹងគឺយើងដាក់ទីតាំងរបស់យើងយើងចុចឡើងពាក្យ verify មកវានឹង load ផ្ទាំងឲ្យយើងថាយើងនៅណាខាងលើនេះ country គឺយើងរើសប្រទេសកម្ពុជាតែបើសិនជាបងប្អូននៅក្រៅប្រទេសក៏អាចរើសប្រទេសដែលបងប្អូននៅបានហើយ postal code បងប្អូនទាំងអស់គ្នាអាចយកតាមតំបន់ដែលបងប្អូនទាំងអស់គ្នានៅឧទាហរណ៍ថាអ្នកទាំងអស់គ្នានៅភ្នំពេញឬក៏នៅតាមខេត្តគឺយើងចូលទៅក្នុងយើងឧទាហរណ៍ថាអ្នកទាំងអស់គ្នានៅភ្នំពេញអញ្ចឹងយើងវាយមកភ្នំពេញpostal code នេះភ្នំពេញ postal code អញ្ចឹងបងប្អូនអ្នកគ្នាក៏ចុចលើភ្នំពេញ postal code ហ្នឹងមកវានឹង load ឲ្យយើងចុចមកលើភ្នំពេញ postal code ខាងក្រោមនេះ capital ខាងក្រោមនេះមកបន្ទាប់ពីចុចនឹងហើយគឺបងប្អូនទាំងអស់គ្នាត្រូវទៅរើសសង្កាត់រើសអីកន្លែងណាបងប្អូនទាំងអស់គ្នានៅអញ្ចឹងនៅឧទាហរណ៍ថាបងប្អូនទាំងអស់គ្នានៅខណ្ឌជ្រោយចង្វាអញ្ចឹងនេះយើងយកមកខណ្ឌជ្រោយចង្វាឬក៏តាមខណ្ឌដែលបងប្អូនមានដែលបងប្អូននៅអញ្ចឹងយើងរើសខណ្ឌជ្រោយចង្វាមក close អញ្ចឹងបន្ទាប់ពីរើសខណ្ឌជ្រោយចង្វាហើយវាមានសង្កាត់អីខ្លះដែលសង្កាត់ដែលបងប្អូននៅហ្នឹងគឺយើងយកលេខសង្កាត់ដែលបងប្អូននៅហ្នឹងយកទៅដាក់នៅក្នុងកន្លែង postal code ហ្នឹងអញ្ចឹងរបស់ខ្ញុំគឺសង្កាត់ជ្រោយចង្វានេះគឺខ្ញុំយកជ្រោយចង្វាគឺ12 10 01អញ្ចឹងយើងមកក្រោយវិញបន្ទាប់ពីយើងដឹងអាហ្នឹងហើយគឺយើងមកក្រោយវិញគឺយើងយកអាលេខ postal code នេះកន្លែងមិញហ្នឹងគឺយើងយកអាលេខដែលតាមសង្កាត់បងប្អូនទាំងអស់គ្នានៅហ្នឹងយកមកដាក់នៅហ្នឹងបន្ទាប់មក region តំបន់គឺយើងនៅតំបន់ណាយើងដាក់តំបន់ហ្នឹងមកដូចអានេះយើងយកសតេអាស៊ីគឺយើងនៅខាងស៊ីហ្នឹងហើយចំពោះ city ទីក្រុងគឺយើងយកភ្នំពេញឬក៏យើងយកតាមខេត្តដែលបងប្អូនទាំងអស់គ្នានៅជាមួយ address ខាងក្រោមនេះគឺយើងយកតាមសង្កាត់ឬក៏យើងយកតាមទីក្រុងរបស់យើងហ្នឹងណាអូខេបន្ទាប់ពីហ្នឹងមកគឺយើងចូលទៅលើ email របស់យើងនៅពេលដែលយើងចូលទៅលើ email គឺយើងចុចពាក្យ verify ឡើងនេះមានពាក្យ email នេះយើងចុចទៅលើ verify មកវានឹង load email របស់បងប្អូនអស់គ្នាណាហើយវាឲ្យយើង load verify វានឹងឲ្យយើងផ្ញើលេខកូដទៅក្នុង Gmail របស់យើងហើយយើងយកលេខកូដហ្នឹងយកមកបំពេញនៅក្នុង
Gmail ហ្នឹងមកគឺរួចជាការស្រេចណាបន្ទាប់ពីបងប្អូនបានធ្វើ step ទាំងអស់ហ្នឹងហើយណាខ្លះវានឹង verify មុនខ្លះវា verify ក្រោយណាអញ្ចឹងបន្ទាប់ពីបាន queue ទាំងអស់នេះយើងអាច deposit ដើម្បីដាក់លុយចូលទៅក្នុង account trade របស់យើងបានហើយអញ្ចឹងយើងវីដេអូក្រោយយើងនឹងបរៀនអំពីរបៀប deposit លុយចូលទៅក្នុង account របស់យើងណាហើយបើសិនជាមានចម្ងល់អីបងប្អូនទាំងអស់គ្នាអាចតាក់ទង direct មកខ្ញុំឬក៏ចូលទៅក្នុង website ចូលមកក្នុង website របស់ខ្ញុំមក khfx.org ណានៅពេលដែលបងប្អូនចុចនឹងហើយបងប្អូនបង្កើត account នៅណាបងប្អូនចុចនៅហ្នឹងមកឧទាហរណ៍ថាបងប្អូនបង្កើតនៅ Invertizo អញ្ចឹងយើងចុចមកលើ sign up មកបន្ទាប់ពីបងប្អូនចុចនឹងហើយគឺនឹងមើលតាមនេះវាមានការបង្កើត account មាន YouTube channel របស់ខ្ញុំមានរបៀបជាវីដេអូបង្កើត account មាន Facebook Telegram មេរៀន TikTok ឬក៏អាច direct មកខ្ញុំបានតាម Telegram support នេះក៏បានឬក៏អាចចូលក្រុម chat របស់ខ្ញុំក៏បានណាអញ្ចឹងអរគុណអ្នកនរគ្នាវីដេអូក្រោយខ្ញុំនឹងបរៀនពីរបៀបដាក់លុយនៅក្នុង Invertizo ដើម្បីធ្វើការ trade